ចា៎នាងខ្ញុំសៀនកិត្យាសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសទាំងអស់តាមប្រព័ន្ធបណ្ដាញសង្គម Facebook និង YouTube ជាទីគោរពរាប់អានចា៎ថ្ងៃនេះនាងខ្ញុំសូមជូននីតិសុខភាពដែលនាងខ្ញុំសូមលើកយកអត្ថប្រយោជន៍នៃផ្លែក្រូចសើចចា៎តើផ្លែក្រូចសើចផ្ដល់ផលប្រយោជន៍អ្វីដល់សុខភាពខ្លះនាងខ្ញុំសូមអានជូនស្ដាប់ទាំងស្រុងដូចតទៅចា៎ប្រជាជនខ្មែរស្គាល់ក្រូចសើចយ៉ាងច្បាស់តាមរយៈយកផ្លែសម្បកឬក៏ស្លឹកយកមកធ្វើជាគ្រឿងផ្សំម្ហូបអាហារជាច្រើនយ៉ាងបង្អែមដំណាប់ឱសថបុរាណគ្រឿងស្ពង់ជាដើមក្រូចសើចអាចដាំបានគ្រប់តំបន់នៃប្រទេសខ្មែរមានអ្នកខ្លះដែលមិនមានទីធ្លាដាំអាចដាក់ដាំបានក្នុងផើងសម្រាប់បេះយកស្លឹកបើទោះជាដើមក្រូចសើចមានកម្ពស់3ទៅ4ម៉ែត្រក៏ដោយក្រូចសើចមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពនិងសម្រស់ដោយសារក្រូចសើចមានសារធាតុសំខាន់ដ៏មានប្រយោជន៍ជាច្រើនហេតុដូច្នេះហើយបានជាមានប្រទេសជាច្រើនបានបង្កើតផលិតផលចេញពីក្រូចសើចមានតាំងពីប្រេងលាបស្បែកថ្នាំបណ្ដុះសក់សាប៊ូកក់សក់ភេសជ្ជៈបំប៉នកម្លាំងដំណាប់លាក់ក្រូចសើចអាចបង្កើនប្រព័ន្ធការពារខ្លួនឲ្យរឹងមាំប្រឆាំងនឹងជំងឺមហារីកប្រេងក្រូចសើចជួយបន្ថយ stress ជួយឲ្យគេងលក់ស្រួលបំប៉នបេះដូងនិងបំបត្តិខ្យល់ចាប់វិលមុខសម្បកផ្លែក្រូចសើចហាន់មួយស្លាបព្រាបាយឆុងនឹងទឹកពិសាជាប្រចាំពេលលោកអ្នកមានក្អកឬក៏ស្លេះត្រូវយកផ្លែអាំងភ្លើងឲ្យទន់រួចច្របាច់បន្តក់ចូលកបន្តិចម្ដងលាងសម្អាតឈាមបំបត្តិជាតិពុលចុកពេលមានរដូវស្លឹកក្រូចសើចអាចទប់ស្កាត់ការរលាយនៃជំងឺមហារីកបានដោយសារស្លឹកក្រូចសើចសម្បូរទៅដោយសារជាតិ beta carotene រូបមន្តទី1បំបត្តិអង្គែក្រូចសើចមួយផ្លែយកទៅដុតរួចច្របាច់យកទឹកយកទៅឆ្លីស្បែកក្បាលទុកចោល3ទៅ4នាទីរួចលាងទឹកចេញរូបមន្តទី2បណ្ដុះនិងបំបត្តិសក់ជ្រុះក្រូចសើច3ទៅ4ផ្លែច្របាច់យកទឹកប្រេងដូងមួយស្លាបព្រាកាហ្វេក្រឡុកឲ្យចូលគ្នារួចយកមកញីលើសាច់ក្បាលឯសក់អប់ទុក15នាទីរួចទៅលាងចេញធ្វើដូច្នេះតែមួយអាទិត្យអ្នកនឹងចាប់ផ្ដើមឃើញលទ្ធផលជាក់ជាមិនខានឯរូបមន្តទី3ភេសជ្ជៈក្រូចសើចលាងសម្អាតជាតិពុលនិងខ្លាញ់នៅក្នុងឈាមគឺ cholesterol ត្រូវយកក្រូចសើចមួយផ្លែចិតសម្បកច្របាច់យកទឹកលាយសូដាមួយកំប៉ុងពិសារាល់ព្រឹកពេលងើបពីគេងរូបមន្តទី4ភេសជ្ជៈក្រូចសើចសម្រាប់សុខភាពមាំមួននិងកម្ចាត់ជាតិពុលត្រូវយកផ្លែក្រូចសើច4ទៅ5ផ្លែចិតសម្បកចេញច្របាច់យកទឹកអំបិលមួយចិបទឹកឃ្មុំដាក់តាមការចូលចិត្តរបស់លោកអ្នកហើយលាយទឹកកកដុំផងយកគ្រឿងផ្សំទាំងអស់មកចាក់ចូលក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ត់រួចចាក់ដាក់កែវជាការស្រេចចា៎គួរកត់សម្គាល់ផងដែរថាក្រូចសើចគឺជាផ្លែឈើសម្រាប់បរិភោគមិនមែនជាឱសថព្យាបាលជំងឺទេគ្រាន់តែមានគុណសម្បត្តិក្នុងការការពារនិងថែទាំជំងឺតែប៉ុណ្ណោះចា៎អត្ថប្រយោជន៍នៃផ្លែក្រូចសើចដែលនាងខ្ញុំបានអានមកខាងលើនេះចប់តែប៉ុណ្ណេះនាងខ្ញុំសូមបញ្ជាក់ផងដែរថាអត្ថបទដែលនាងខ្ញុំបានអានមកនេះគឺនាងខ្ញុំបានដកស្រង់ចេញពីប្រព័ន្ធអន្តរបណ្ដាញចា៎នីតិសុខភាពរបស់នាងខ្ញុំសូមគោរពលាបងប្អូនតែត្រឹមនេះសិនហើយនាងខ្ញុំសូមសន្យាថានឹងខិតខំស្រាវជ្រាវរកអត្ថប្រយោជន៍ល្អៗស្ដីអំពីសុខភាពមកផ្សព្វផ្សាយជូនអស់លោកអ្នកជាបន្តទៀតនាងខ្ញុំសៀនកិត្យាសូមអរគុណនិងសូមគោរពលាជួបគ្នានៅនីតិសុខភាពលើកក្រោយទៀត